ចឹងថ្ងៃនេះគឺយើងមានព័ត៌មាន2ណាបងប្អូនដែលព័ត៌មានទី1ហ្នឹងដូចដែលខ្ញុំបានលើកឡើងមុនហ្នឹងអញ្ចឹងដែលខាងកម្ពុជាយើងលើកឡើងថាថៃហ្នឹងគឺមិនមែនជាម្ចាស់ស្របច្បាប់នោះទេណាបានជាវាហ្នឹងហ៊ានបំផ្លាញប្រាសាទក៏ដូចជារូបសំណាក់អាទិទេពជាដើមហើយទៅលើចំណងជើងព័ត៌មានទី2ណាបងប្អូនអញ្ចឹងវីដេអូនេះយើងមាន2ព័ត៌មានមុននឹងយើងលម្អិតព័ត៌មានទី1យើងមកមើលចំណងជើងមកព័ត៌មានទៀតសិនដែលអនុทิនគេឡើងកម្មវិធីប៉ុស្តិ៍ទូរទស្សន៍ល្បីនៅថៃកម្មវិធីហ៊ុនកសែណាបងប្អូនដែលន័យឲ្យចំទៅកម្មវិធីនោះដូចខ្មែរយើងຕົកបំភ្លឺអញ្ចឹងណាចំណងជើងកសែគេដាក់ថាបញ្ហាព្រំដែនគឺជាបញ្ហាទ្វេភាគីហើយមួយទៀតអនុทิនគេថាមិនព្រមដកថយពីទីតាំងដែលបានស្ថាបនាអធិបតេយ្យហើយនោះទេណាគោលបំណងវាគឺវាចង់មានន័យថាកន្លែងណាដែលវាកាន់កាប់គឺវាអត់ដកថយនោះទេណាឥឡូវយើងទៅលំអិតព័ត៌មានទី1ទាំងអស់គ្នារឿងដែលថៃបំផ្លិចបំផ្លាញនៅប្រាង្គប្រាសាទបុរាណស្ថានអីហ្នឹងណាកម្ពុជាអះអាងថាថៃមិនមែនជាម្ចាស់កម្មសិទ្ធិស្របច្បាប់ឡើយទើបហ៊ានបំផ្លិចបំផ្លាញប្រាសាទនិងរូបចម្លាក់ទេវរូបចឹងវាជាចោលវាខ្លះវាមិនចេះឈឺទេបងប្អូនណាហ្នឹងហើយប្រាសាទជាច្រើននៅថៃនេះសុទ្ធតែសាលាចរិតជាអក្សរខ្មែរប៉ុណ្ណឹងឯងវាថាប្រទេសវានេះកើតមុនយើងទៀតណានឹងវាយកខួរកន្លែងតាណាមកគិតទេបងប្អូនណារដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជាបានឆ្លៀតឱកាសវាយប្រហារប្រទេសថៃដោយចោទប្រកាន់ថាថៃមិនមែនជាម្ចាស់ពិតប្រាកដឡើយទើបហ៊ានបំផ្លិចបំផ្លាញប្រាសាទតាក្របីប្រាសាទព្រះវិហារនិងរូបចម្លាក់ទេវរូបហិណ្ឌូណាមិនមែនជាឆ្លៀតឱកាសទេអាហ្នឹងគេនិយាយចំតែម្ដងណាបងប្អូនដាក់ចំទៅកាន់កាយ៉ៅចៅសៀមណាហ្នឹងហើយបន្ទាប់ពីក្រសួងការបរទេសឥណ្ឌាបានស្ដីបន្ទោសប្រទេសថៃចំពោះការរុះរើរូបចម្លាក់ព្រះវិស្ណុដែលកម្ពុជាបានសាងសង់ឡើងដោយខុសច្បាប់ក្នុងទឹកដីថៃនោះណាគឺចោទថាយើងនឹងសាងសង់ខុសច្បាប់ទៀតណាហើយខុសច្បាប់ម៉ែវាស្អីណាសង់លើដីរបស់យើងសោះខុសច្បាប់វាហាក់បីដូចជាការចង្អុលផ្លូវឲ្យបង្កួយណាឬក៏ផ្ដល់ឱកាសឲ្យកម្ពុជាប្រើប្រាស់បញ្ហាជំនឿសាសនាដើម្បីធ្វើការវាយប្រហារមកលើប្រទេសថៃចុងក្រោយបង្អស់កាលពីយប់ថ្ងៃទី25ខែធ្នូឆ្នាំ2025លោកនេតភត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជាបានបង្ហោះសារវាយប្រហារប្រទេសថៃដោយបញ្ជាក់ថាការឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជារួមមានទាំងការប្រើកាំភ្លើងធំបាញ់បំផ្លាញវត្តអារាមការទម្លាក់គ្រាប់បែកលើប្រាសាទតាក្របីនិងប្រាសាទព្រះវិហារហើយចុងក្រោយនេះគឺការបំផ្លិចបំផ្លាញរូបចម្លាក់ព្រះវិស្ណុដែលជាទេវរូបនៃសាសនាហិណ្ឌូលោកនេតភត្រាបានលើកឡើងថាទីកន្លែងទាំងនេះគឺជាទីសក្ការៈដ៏ស័ក្តិសិទ្ធិនិងមានសារៈសំខាន់ខាងផ្លូវចិត្តសម្រាប់ពុទ្ធសាសនិកជនសាសនិកហិណ្ឌូនិងអ្នកដែលកាន់សាសនាផ្សេងទៀតកម្ពុជាបានអះអាងថាការរុះរើរូបចម្លាក់ទេវរូបហិណ្ឌូនៅក្នុងតំបន់ច្រកអានសេះបានបង្កឲ្យមានការខឹងសម្បារយ៉ាងខ្លាំងនៅក្នុងចំណោមសហគមន៍សាសនាហិណ្ឌូណាចឹងដូចខ្ញុំលើកឡើងមុនចឹងបងប្អូនគេហៅថាសន្តានជាចោលបងប្អូនណាបានកាន់កាប់មួយរយៈខ្លីអីចឹងទៅគឺវាព្យាយាមមកទាំង SK គ្រប់សពបែបយ៉ាងដើម្បីចង់បំបត្តិផុសតាងអានេះគេហៅថាលួចម៉ូតូគេហើយចង់យកទៅដូរតែមដូរកុងទ័រហ្នឹងកុំឲ្យម្ចាស់គេចំណាំណាហើយចង់គេហៅថាបំបត្តិនៅផុសតាងគ្រប់សពបែបយ៉ាងហើយអន្តរជាតិក៏គេដឹងដែរណាប៉ុន្តែបញ្ហាតែមួយគត់នោះគឺមិនទាន់មានប្រទេសណាមួយដែលថាចេញមុខផ្ទាល់តែម្ដងមកថ្កោលទោសឯងបងប្អូនទៅបើលើនេះគឺមានឥណ្ឌាណាបងប្អូនឥណ្ឌាឃើញចុះប្រទេសឥណ្ឌាជាប្រទេសដែលគោរពនៅសាសនាហិណ្ឌូហ្នឹងគឺច្រើនមែនទេបងប្អូនអញ្ចឹងវីដេអូមួយហ្នឹងវាដូចជាចាក់ចំបេះដូងអ្នកដែលគោរពសាសនាមួយហ្នឹងណាបងប្អូនវាបីដូចជាយើងកាន់សាសនាព្រះពុទ្ធសាសនាអញ្ចឹងបើសិនជាគេធ្វើទង្វើណាមួយមិនសមរម្យបំផ្លិចបំផ្លាញព្រះពុទ្ធបដិមាក៏យើងមានអារម្មណ៍ថាមិនសប្បាយចិត្តជាមួយបុគ្គលម្នាក់ហ្នឹងដែរឥឡូវយើងទៅជាបន្តទៀតលោកនេតភត្រាបានថ្លែងថាសម្រាប់អ្នកថែរក្សាមរតកពិតប្រាកដការដែលបានឃើញការខូចខាតបែបនេះបង្កឲ្យមានសេចក្តីសោកសង្រេងយ៉ាងជ្រាលជ្រៅនឹងការឈឺចាប់ដែលមិនអាចប្រៀបផ្ទឹមបានឡើយណា
ចឹងបងប្អូនប្រជាពលរដ្ឋប្រជាជនខ្មែរយើងទាំងមូលឃើញរូបភាពដែលវាទម្លាក់ក្របបែកបំផ្លាញប្រាសាទតាក្របីយើងមានតែការឈឺចាប់ណាប៉ុន្តែប្រជាជនណាពួកអាឈួតសៀមមួយចំនួនហ្នឹងគឺវាទៅជាហូរសបាយវាថាកុំខ្វល់វាគ្រាន់តែជាប្រាសាទថ្មហើយចាំជួសជុលឡើងវិញអញ្ចឹងទៅណាអញ្ចឹងបើអញ្ចឹងដដែលគេឲ្យតម្លៃអាប្រាសាទធ្វើថ្មីហ្នឹងជាងប្រាសាទរាប់រយរាប់ពាន់ឆ្នាំបាត់ហើយណាអញ្ចឹងទោះបីជាសាងសង់កែលម្អមកវិញក៏វាមិនអាចជំនួសគេថាមរតកដើមពីដូនតារបស់ខ្មែរយើងបានដែរលោកបានបន្ថែមថាអ្នកដែលមិនមែនជាម្ចាស់កម្មសិទ្ធិស្របច្បាប់តែងតែមិនបង្ហាញនៅក្តីមេត្តាករុណាឬការយល់ចិត្តចំពោះសំណង់សាសនាទាំងនោះឡើយចំពោះមរតកវប្បធម៌និងផ្លូវចិត្តដែលសំណង់ទាំងនេះតំណាងឲ្យពួកគេថែទាំងស្រែកនិងផ្លូវចិត្តដែលសំណង់ទាំងនេះតំណាងឲ្យពួកគេថែមទាំងស្រែកហូរនិងទះដៃអបអរនៅពេលដែលកំពុងចេតនាបំផ្លិចបំផ្លាញនិងប្រមាថមើលងាយដល់ទីសក្ការៈដ៏ស័ក្តិសិទ្ធិទាំងនេះណាចឹងបងប្អូនឃើញតាមរយៈខ្សែវីដេអូគឺពួកវាហូរនៅពេលដែលវាទម្លាក់បំផ្លាញនៅមរតកដូនតាខ្មែរយើងប្រាសាទតាក្របីហើយវាមានទៅបំផ្លាញទៅដល់ប្រាសាទព្រះវិហារដែលវាបាញ់កំតិចក្រែនដែលកំពុងតែជួសជុលណាហើយរូបព្រះវិស្ណុសាសនាឥណ្ឌូអីហ្នឹងគឺសុទ្ធតែពេលដែលវាបំផ្លាញហើយវាបង្ហាញនៅភាពរីករាយដោយមិនមានការសោកស្ដាយសំណោះអីទេឥឡូវយើងទៅព័ត៌មានទី2ណាបងប្អូនទៅដល់ May you know me a little go ណា Hey go head back ណាស្គាល់ខ្ញុំតិចហើយណាមានទៅមានមកណាពងលបីនាយករដ្ឋមន្ត្រីអង់គ្លេសចាប់ដាក់បញ្ហាព្រំដែនគឺជារឿងទ្វេភាគីមិនព្រមដកថយពីទីតាំងដែលបានស្ថាបនាអធិបតេយ្យហើយនេះទេណាលោកអនុทินបញ្ជាក់យ៉ាងច្បាស់ថាបញ្ហាព្រំដែនគឺជាបញ្ហាទ្វេភាគីដោយមិនដកថយពីតំបន់ដែលបានបង្កើតអធិបតេយ្យភាពរួចហើយនោះទេលោកអនុทินបញ្ជាក់ទៅកាន់កម្ពុជាថាបញ្ហាព្រំដែនគឺជាបញ្ហាកម្រិតទ្វេភាគីដែលត្រូវមកជជែកគ្នាព្រមទាំងអះអាងថាសេចក្តីថ្លែងការណ៍4ខគឺថៃអាចអនុវត្តបានយ៉ាងងាយស្រួលណាហើយប្រកាសយ៉ាងដាច់អហង្ការថាទោះបីជាមានសំណើណាមួយមកក៏ដោយក៏មិនដកថយពីតំបន់ដែលបានបង្កើតអធិបតេយ្យភាពរួចហើយនោះដែរណាអនុវត្តបានយ៉ាងងាយស្រួលប៉ុន្តែបែរជាមិនគោរពណាមិនគោរពមធ្យមទេថែមទាំងមកចោទដាក់កម្ពុជាយើងថាយើងនឹងមិនគោរពទៅវិញទាំងដែរឥឡូវហ្នឹងអន្តរជាតិគេដឹងគ្រប់គ្នាបងប្អូនណាហើយដូចជាប្រមាណម្សិលមួយថ្ងៃណារដ្ឋមន្ត្រីក្រសួងការពារជាតិលោកណាត់តភងណាត់ពិនិត្យថៃហ្នឹងគេចេញមកសម្ដែងធ្វើដូចទូកំសត់គេថាអត់មានអន្តរជាតិណាហ្នឹងគឺនៅខាងថៃទេណាសុទ្ធទៅខាងកម្ពុជាលំអៀងណាឥឡូវគេទៅឲ្យគេទៅកាន់ជើងចោលមិនហ្នឹងបងប្អូនណាថ្ងៃទី26ធ្នូឆ្នាំ2025លោកអនុทินឬក៏លោកអនុทินឆាន់វីរគុណនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើងអំពីបញ្ហាស្ថានភាពព្រំដែនថៃកម្ពុជាក្នុងកម្មវិធីហូនក្រសែណាកម្មវិធីល្បីនៅថៃណាដែលពិធីកទឹកនំកាន់ឆៃបងប្អូនណាបងខ្មែរដែលធ្វើការនៅថៃគឺស្គាល់កម្មវិធីនឹងច្បាស់ហើយណាដោយបញ្ជាក់ថាក្នុងជ្រុងនៃរដ្ឋាភិបាលយើងអាចគ្រប់គ្រងស្ថានភាពនិងសម្រេចបាននៅគោលដៅដែលកងទ័ពបានកំណត់ទុកយ៉ាងពេញលេញណាស្ដាប់មើលទៅបងប្អូនណាវាមានគោលដៅវាកំណត់ទុកវាត្រៀមមកប្លន់យើងស្រេចទៅហើយបងប្អូនលោកក៏សង្ឃឹមដែរថានឹងមានដំណឹងល្អក្នុងពេលឆាប់នេះលោកបានព្យាយាមអស់ពីសមត្ថភាពដើម្បីកុំឲ្យប្រជាជនមានការភ័យខ្លាចឬមន្ទិលសង្ស័យឲ្យប្រទេសថៃនឹងមិនបាត់បង់អធិបតេយ្យភាពឡើយលោកអនុทินបានបន្តថានៅក្នុងភាសាយោធាមានន័យថា rule of engagement ណាចាញ់អង់គ្លេសមកទៀតណាទៅបើល្បីថ្ងៃមុន you know me a little ago ឥឡូវចាញ់ឯណា rule of engagement ហ្នឹងបងនេះឬច្បាប់នៃការបោះទង្គិចបេសកកម្មប្រយុទ្ធដែលកន្លងមកប្រទេសថៃបានអនុវត្តតាមច្បាប់នៃការបោះទង្គិចនេះយ៉ាងខ្ជាប់ខ្ជួនរហូតមកណាហើយច្បាស់អត់ថាវាអនុវត្តតាមច្បាប់នៃការបោះទង្គិចបងប្អូនណាចូលមកបាត់ដំបងឡើងលើស100គីឡូម៉ែត្របងប្អូនមកដល់ខាងខ្ញុំនេះឡើងនាំគ្នាជីកត្រង់សេពេញភូមិប៉ុន្តែយ៉ាងណាក៏អត់ទាន់ភាសាគេដែរបងប្អូនណាថ្ងៃសុខចិត្តយើងនៅមើលស្ថានភាពសិនហើយវាមកតែមួយថ្ងៃនឹងដែរបងប្អូន
ក៏អត់ឃើញមកទៀតដែរយើងតែងតែឆ្លើយតបវិញរាល់ពេលដែលមានការរំលោភបំពាននិងការវាយប្រហារប្រសិនបើមានការខូចខាតកើតឡើងចំពោះបងប្អូនកងទ័ពនិងប្រជាជនវានឹងคล้ายជារឿងដែលមិនអាចទទួលយកបានឡើយចំណែកឯកិច្ចប្រជុំ GBC វិញលោកអនុធីនបានមានប្រសាសន៍ថាដរាបណាដែលយើងនៅតែអាចជជែកគ្នាបានយើងត្រូវចាត់ទុកថាស្ថានភាពនឹងមានការវិវត្តទៅរកភាពល្អប្រសើរឡើងហើយការជជែកគ្នានោះគឺធ្វើឡើងយ៉ាងពេញលេញដូចដើមស្ថានភាពនឹងមិនកាន់តែអាក្រក់ទៅនោះទេលើកលែងតែមានការបង្កើនការវាយប្រហារបន្ថែមទៀតដែលនោះជារឿងដែលពេលអនាគតជាមួយគ្នានេះលោកបានសង្កត់ធ្ងន់ថាកងទ័ពមានទូនាទីការពារអធិបតេយ្យភាពរីឯរដ្ឋាភិបាលមានទូនាទីគ្រប់គ្រងកងទ័ពបង្កើតការយល់ដឹងជាមួយអន្តរជាតិនិងប្រើប្រាស់ទំនាក់ទំនងអន្តរជាតិដើម្បីចរចាចំពោះការចរចាវិញដរាបណានៅតែមានច្រកផ្លូវសម្រាប់ពិភាក្សាយើងត្រូវតែបន្តចរចាទៅមុខទៀតវានិយាយចេញមកធ្វើដូចល្អណាស់បងប្អូនណាប៉ុន្តែធៀបពិតនេះគឺមិនមែនស្រួលនិយាយជាមួយវាទេណាបងប្អូនណាយើងឃើញហើយខាងរដ្ឋាភិបាលយើងគឺឈឺក្បាលមែនទែនជាមួយថៃហ្នឹងទីមួយនេះគឺវាមិនដែលគោរពនៅអ្វីដែលបានចុះកិច្ចព្រមព្រៀងជាមួយគ្នាទេបងប្អូនណាកិច្ចព្រមព្រៀងបាត់ឈប់បាញ់សេចក្តីថ្លែងការណ៍រួមឬក៏កិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងកាឡាឡាំពួរក្នុងកិច្ចប្រជុំកំពូលអាស៊ានហ្នឹងក៏វារំលោភវាអត់គោរពដែរហើយមិនគោរពឲ្យសំខាន់គឺមកមិនគោរពខ្លួនឯងហ្នឹងគឺមកចោទដាក់កម្ពុជាវិញទៀតណាប្រទេសថៃមិនដែលរំលោភលើកិច្ចព្រមព្រៀងឡើយណាវាចេះនិយាយទៅរួចអត់អៀនមាត់ហ្នឹងបងយើងបានចុះហត្ថលេខាតាំងពីសម័យរដ្ឋាភិបាលមុនមកម្លេះកាលពីថ្ងៃទី28កក្កដាប៉ុន្តែវានៅតែមិនទាន់ចប់សពគ្រប់នៅពេលដែលខ្ញុំទៅតែចូលកាន់តំណែងថ្មីមានទាំងប្រធានាធិបតីសហរដ្ឋអាមេរិកនិងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីធ្វើជាសាក្សីផងដែរសេចក្តីថ្លែងការណ៍ដែលយើងបានចុះហត្ថលេខានោះគឺជាការចរចាព្រមព្រៀងគ្នាលើចំណុចទាំង4ដែលសម្រាប់ប្រទេសថៃវាមិនពិបាកទាល់តែសោះយើងអាចអនុវត្តបានវាជារឿងដែលយើងបានអនុវត្តជាប្រចាំរហូតមកប្រសិនបើមានការរំលោភបំពានការឈ្លានពានអធិបតេយ្យភាពឬការធ្វើបាបប្រជាជនគឺខ្ញុំមិនព្រមដាច់ខាតលោកអនុធីនបានលើកឡើងបែបនេះចំពោះករណីដែលសម្ដេចហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានបង្ហើបថាបានពិភាក្សាជាមួយ Marco Rubio ណារដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោកអនុធីនបានបន្តថាយើងមានច្រកផ្លូវក្នុងការជជែកគ្នាចំពោះទំនាក់ទំនងជាមូលដ្ឋានដែលស្គាល់គ្នាកាលពីមុនមកខ្ញុំត្រូវជជែកខ្ញុំត្រូវជម្រាបតាមត្រង់ថាយើងមានក្រុមបពុដែលស្និទ្ធស្នាលនិងស្គាល់គ្នាដែលអាចរកផ្លូវដោះស្រាយដើម្បីបញ្ចប់បញ្ហាបានប៉ុន្តែភាគីម្ខាងទៀតមិនព្រមជជែកលុះដល់ពេលយើងអនុវត្តការងារដល់ចំណុចមួយកងទ័ពតែងតែរាយការណ៍មកខ្ញុំជាបន្តបន្ទាប់ថាប្រសិនបើយើងចូលទៅបោះសម្អាតក្របមីនឬវត្ថុផ្ទុះនៅត្រង់ចំណុចនេះពួកគេនឹងមិនព្រមឡើយណាហើយអារឿងមីននៅក្នុងដីខ្មែរហ្នឹងវាទៅក្បាលស្អីវាណាបងប្អូនយើងដោះមិនដោះធ្វើម៉េចគេហៅថាសល់តាំងពីសម័យសង្គ្រាម1900ចិត្តជាងអីមកហើយសំខាន់នៅក្នុងដីខ្មែរតែណាវាមានសិទ្ធអីដែលមកព្យាយាមស្នើតែរឿងមីនហ្នឹងបងប្អូនហើយសំខាន់ហ្នឹងឲ្យតែចិត្តដល់ពេលចរចាស្អែកចរចាខាងស្អែកចរចាអីហ្នឹងចាញ់អាស្ទាយកូនទាហានវាជន់មីនមកអីហ្នឹងបងប្អូនតាមដែលបងប្អូនតាមដានមើលព័ត៌មានថៃជាពិសេសដែលខ្ញុំចូលមើលព័ត៌មានផ្លូវការវាហ្នឹងគឺថៃលេងតែស្ទាយហ្នឹងរហូតបងប្អូនប្រហែលថ្ងៃមុននោះតែហ៊ានជើងទឹកមកជន់មីនលើគោកទៅហើយម្សិលមិញនេះថាជន់ចិត្តតាកបីណាទៀតទៅណាស្រេចទៅវាថាជន់ប៉ុន្តែពេលខ្លះទៅថតនៅពេលវាមិនហ៊ានថតឲ្យឃើញជើងផងហ្នឹងណាអញ្ចឹងទាំងពីរព័ត៌មានសំខាន់បងប្អូនគឺមានតែប៉ុណ្្នឹងណាទីមួយរឿងថៃមិនមែនជាម្ចាស់ពិតប្រាកដទេបើវាម្ចាស់ពិតប្រាកដវាមិនបំផ្លិចបំផ្លាញប្រាសាទក៏ដូចជារូបសំណាកតំណាងសាសនាហិណ្ឌូអីនេះទេណាចឹងទាំងពីរព័ត៌មានមានតែប៉ុណ្្នឹងសូមអរគុណសូម